តោះពុកម៉ែបងប្អូនកំពុងតែមានដំណើរការជាមួយនឹងការ renovation ផ្ទះចាស់ឲ្យផ្លាស់ទៅជាផ្ទះថ្មីក៏ដូចជាចង់ decor ក្នុងផ្ទះរបស់យើងក៏ដូចជាបណ្ដាក្រុមហ៊ុនកុំភ្លេចចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នាតោះឥឡូវកុំឲ្យពុកម៉ែបងប្អូននៅទាំងរងចាំយូរចូលទៅក្នុងផ្ទះទាំងអស់គ្នាវ៉ាវស្អាតខ្លាំងមែនតើគ្រាន់តែចូលមកឃើញជាមួយនឹងហឹងទេវតានិងទូតាំងសម្រាប់ទូតាំងក៏មានអំពូលភ្លើងភ្លឺតាមទូនីមួយៗមើលទៅភ្លឺផ្លេករំលេចទៅដោយភ្លើងពណ៌ផ្សេងៗគ្នាហើយសម្រាប់បាជញ្ជាំងពីដានក៏មានការរចនាម៉ូដស្អាតផងដែរជាពិសេសនោះគឺទូរទស្សន៍នេះតែម្ដងដែលមានការរចនាម៉ូដអំពូលអមជុំវិញក៏ដូចជាប្រភេទជាមួយនឹងទូដែលមានថតខាងក្រោមជាច្រើនថតផងដែរដែលមើលទៅមានភាពស្អាតប្លែកពីគ្នានេះជារូបភាពមួយនៅពេលដែលជាងគាត់កំពុងតែមមាញឹកជាមួយនឹងការដេគ័រខ្លាំងមែនទែនសម្រាប់ផ្ទះដ៏ស្រស់ស្អាតមួយនេះហើយនេះគឺជារូបភាពដែលរួចរាល់ហើយផ្ទាល់តែម្ដងដែលមើលទៅពិតជាមានភាពស្រស់ស្អាតនិងទាក់ទាញទាំងជាមួយនឹងបរិវេណទទួលទានអាហារហើយជាពិសេសគឺជាមួយនឹងប្រភេទតុ mini bar នេះផ្ទាល់តែម្ដងជាមួយនឹងប្រភេទតុ mini bar មានអំពូលភ្លើងពីខាងលើដែលមានការរចនាម៉ូដយ៉ាងស្វិតស្វាញតែម្ដងជាមួយនឹងការផ្ចិតផ្ចង់មែនទែនទាំងជាមួយនឹងការរចនាម៉ូដបានជាតុ mini bar ដ៏ស្រស់ស្អាតនេះចង់តែ9មិត្តភ័ក្តិមកអង្គុយជាមួយនឹងញ៉ាំអាហារឆ្ងាញ់ៗនៅតុ mini bar ដ៏ស្រស់ស្អាតនេះខ្លាំងណាស់ឥឡូវយើងមកទស្សនាជាមួយនឹងទូតាំងស្រាវិញម្ដងជាមួយនឹងប្រភេទទូតាំងស្រាមើលទៅក៏មានការដេគ័ររចនាម៉ូដប្លែកពីគ្នាដែរទាំងជាមួយនឹងប្រភេទបាសឹងលាងដៃនិងកន្លែងទូទឹកកកដែលប្រឡោះនេះបងប្អូនឃើញហើយយើងអាចដាក់ទូទឹកកកមួយបានយ៉ាងស្រស់ស្អាតសម្រាប់បាទក្រុមគ្រួសារក៏ដូចជាមនុស្សជាទីស្រឡាញ់របស់យើងពេលដែលយើងចង់ញ៉ាំប្រភេទស្រាអីយើងអង្គុយឬក៏ដាក់កៅអីមកជាមួយនឹងប្រភេទបាទតុ mini bar របស់យើងនេះកាន់តែស្រស់ស្អាតមិនថាយើងមានកម្មវិធីជប់លៀងខួបកំណើតក្រុមគ្រួសាររបស់យើងអីទេធ្វើនៅខាងក្នុងផ្ទះរបស់យើងគឺកាន់តែអេមតែម្ដងព្រោះមានការរចនាម៉ូដស្អាតតោះឥឡូវបងប្អូនពុកម៉ែបងប្អូនមកទស្សនាជាមួយនឹងក្រានបាយគៀនខាងក្រៅផ្ទះវិញមានការរចនាម៉ូដស្អាតនិយាយពីថាស្អាតវិញឲ្យ10លើ10តែម្ដងព្រោះជាមួយនឹងពេលដែលយើងធ្វើចង្ក្រានបាយនៅខាងក្រៅផ្ទះអញ្ចឹងអត់មានហុយផ្សែងធំក្លិនអីដល់ខាងក្នុងផ្ទះទេហើយមើលទៅមានការរចនាម៉ូដស្អាតប្លែកទាំងថតនៅខាងលើទាំងបរិវេណនៅខាងក្រោមដែលយើងអាចចង់ចម្អិនអីផ្សេងបានដោយងាយស្រួលផងដែរតោះឥឡូវយើងមកទស្សនាជាន់ទី1របស់យើងវិញម្ដងដែលមានការរចនាម៉ូដក៏ស្អាតប្លែកពីគ្នាដែរទាំងជាមួយនឹងម៉ូដមួយទាំងម៉ូដជញ្ជាំងក្បាលគ្រែតុសម្អាងទូតាំងបន្ទប់មុខក្រោយដែលមើលទៅប្រភេទជាមួយនឹងបាទទូតាំងវិញគឺមានការស្អាតប្លែកពីគ្នាតែម្ដងប្រភេទទូតាំងក៏ដូចជាជាមួយនឹងប្រភេទបាទបន្ទប់នីមួយៗដែលមើលទៅមានភាពទាក់ភ្នែកនិងមានអារម្មណ៍ថាចង់រស់នៅតែម្ដងបងប្អូនដឹងហើយតែមើលទៅការដេគ័រស្អាតពីជាមួយនឹងការ renovation ផ្ទះរបស់យើងកាន់តែមានភាពស្រស់ស្អាតយើងជាម្ចាស់ផ្ទះពេលដែលយើងរស់នៅក៏មានអារម្មណ៍ថាចង់រស់នៅស្រឡាញ់បន្ទប់យើងដែរដែលមានការរចនាម៉ូដទាំងជាមួយនឹងតុសម្អាងជាវាថាតុសម្អាងវិញភ្លើងគឺកន្លងជុំវិញស្អាតខ្លាំងមែនតើយ៉ាងម៉េចហើយពុកម៉ែបងប្អូនអរគ្នាត្រង់ពីបានទស្សនាជាមួយនឹងវីដេអូដ៏ផ្ទាល់នេះមានអារម្មណ៍ថាកំពុងតែចង់ថែផ្ទះកំពុងតែចង់ជាមួយនឹងការ decor រចនាផ្ទះ interior ផ្ទះវិឡា condo ក៏ដូចជាប្រភេទក្រុមហ៊ុនផ្សេងៗហើយត្រូវអត់កុំភ្លេចណាជាមួយនឹង home design មានទទួលរចនាប្លង់ interior ផ្ទះវិឡា condo ក៏ដូចជាប្រភេទក្រុមហ៊ុនផ្សេងៗប្រភេទ5ខែក្រុងកុំភ្លេចណាពុកម៉ែបងប្អូនអរគ្នាពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមរយៈប្រព័ន្ធលេខ Telegram ឬក៏លេខទូរស័ព្ទ087 8និង48និងមួយប្រព័ន្ធទៀត089 8និង48ឬក៏អាចឆាតមក page home design ដល់ផ្ទាល់ក៏បាន home design ទំនុកចិត្តរបស់លោកអ្នកបាយបាយ